ពេលដែលអ្នកមានអារម្មណ៍ថាចង់បោះបង់អ្វីមួយសូមផ្អាកមួយភ្លែតហើយគិតឡើងវិញក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបគ្រាដែលនឿយណាយទើសទាល់ក្នុងចិត្តនិងគិតចង់បោះបង់កិច្ចការអ្វីមួយរបស់ខ្លួនរាល់ថ្ងៃខំប្រឹងប្រែងតែមិនឃើញផលផ្លែផ្កាយប់ឡើងត្រូវទ្រាំទ្រភាពឯកោម្នាក់ឯងមានអារម្មណ៍ថាគ្មានអ្នកណាម្នាក់យល់ពីអ្នកប្រហែលជាពេលនេះអ្នកកំពុងតែជួបប្រទះឬឆ្លងកាត់នឹងរឿងរ៉ាវទាំងនេះហើយក៏មិនដឹងប៉ុន្តែកុំទាន់អាចសម្រេចចិត្តបោះបង់អីសូមអ្នកធ្វើចិត្តឲ្យស្ងប់